ថ្ងៃនេះគឺយើងខ្ញុំធ្វើវីដេអូមួយស្ដីអំពីថាតើការបាញ់ថ្នាំស្មៅឃ្លីហ្វូសាត48បណ្ដាលឲ្យខូចដីដែរឬទេអានេះគឺជាកន្លែងដែលយើងខ្ញុំបានបាញ់ថ្នាំស្មៅឃ្លីហ្វូសាត48បាទអញ្ចឹងចំណៃបងប្អូនខ្លះថាបាញ់ថ្នាំស្មៅ48ខុសដីសម្រាប់ពពួកបាក់តេរីល្អដែលនៅក្នុងដីសម្រាប់ពពួកផ្សិតល្អដែលនៅក្នុងដីហើយនឹងសម្រាប់ពពួកសត្វល្អិតដែលនៅក្នុងដីនេះក៏ជាប្រការមួយឬក៏ជាបញ្ហាមួយប៉ុន្តែក៏វាមានផលប្រយោជន៍មួយចំនួននិងផលលំបាកមួយចំនួនដែរអញ្ចឹងឥឡូវនេះគឺយើងខ្ញុំបង្ហាញអំពីអ្វីដែលយើងបានបាញ់រួចហើយអញ្ចឹងយើងពិនិត្យមើលនេះបងប្អូនមើលនេះគឺក្រោយពីយើងបាញ់ហើយស្មៅបានងាប់ហើយបានរលួយអញ្ចឹងឥឡូវនេះធ្វើឲ្យពពួកសត្វលិតច្រើននេះបងប្អូនគឺសត្វចិញ្លេននិងពពួកមីក្រូសរីរាង្គច្រើនបាទបានរស់នៅបាទចឹងយើងខ្ញុំកាយនេះពួកអាចលេនហើយដីបានផុសល្អដោយសារយើងប្រើថ្នាំបាញ់ស្មៅឃ្លីហ្វូសាតប៉ុន្តែសូមបញ្ជាក់បងប្អូនថាការប្រើប្រាស់ថ្នាំស្មៅនេះគឺយើងប្រើកុំឲ្យហួសកំណត់បាទអញ្ចឹងនៅក្នុងមួយឆ្នាំយើងអាចប្រើតែម្ដងឬ2ដងបានហើយបើយកល្អគឺបងប្អូនប្រើមួយឆ្នាំប្រើតែម្ដងហើយបងប្អូនអាចភ្ជួរវាដើម្បីឲ្យដីផុសល្អដីសម្បូរដោយអុកស៊ីហ្សែននិងសម្បូរអាសូតក៏បានដែរចម្លើយរបស់ខ្ញុំគឺឆ្លើយថាការបាញ់ថ្នាំស្មៅគឺវាមានផលលំបាកផលប៉ះពាល់ផលប៉ះពាល់ខ្លះហើយនឹងមានផលប្រយោជន៍ខ្លះនៅក្នុងការបាញ់ថ្នាំស្មៅបាទផលលំបាកឬក៏ផលប៉ះពាល់ទី1គឺបើយើងបាញ់ហួសកំណត់ហួសកម្រិតគឺអាចបណ្ដាលឲ្យស្លាប់សត្វតូចដែលនៅក្នុងដីពពួកបាក់តេរីពពួកផ្សិតល្អដែលនៅក្នុងដីហើយបានបន្សល់នៅពពួក MPK ដែលនៅក្នុងដីធ្វើឲ្យរលួយឫសរុក្ខជាតិផ្សេងផងដែរអានេះគឺជាផលប៉ះពាល់ប៉ុន្តែផលល្អពីការបាញ់ថ្នាំស្មៅនឹងវិញបើយើងបាញ់ត្រូវតាមកម្រិតត្រូវតាមការណែនាំគឺយើងអាចមានផលល្អដោយសារនៅពេលដែលស្មៅចាប់ផ្ដើមងាប់គឺសម្បូរទៅដោយពពួកសត្វល្អិតដែរដែលនៅក្នុងដីដូចជាពពួកចិញ្លេនដោយបងប្អូនបានមើលឃើញស្រាប់និងពពួកមីក្រូសរីរាង្គមួយចំនួនក្រៅពីចិញ្លេនក៏មានដែរអាចជួយបំបែកនៅស្មៅដែលងាប់ដែលពុកធ្វើឲ្យទៅជាពុកផុយបង្កើតបានជាជីធ្វើឲ្យដីបានល្អនេះបងប្អូនមើលឃើញស្រាប់គឺដីនេះគឺឡើងខ្មៅល្អបាទបាទសូមអរគុណចំពោះបងប្អូនដែលបានទស្សនាអំពីថាតើការបាញ់ថ្នាំស្មៅឃ្លីហ្វូសាត48មានផលប៉ះពាល់ឬក៏យ៉ាងណាសូមអរគុណសូមជម្រាបលាបាទ